ស្វាគមន៍មកកាន់ទំព័រចែកម្លែកពាក្យកន្លឹះខ្លីៗក្នុងវិស័យអចលនទ្រព្យរបស់ Property ថ្ងៃនេះជួបគ្នាសាជាថ្មីម្ដងទៀតយើងនឹងមកបកស្រាយពាក់ព័ន្ធជាមួយនឹងសេចក្តីជូនដំណឹងរបស់ខាងអគ្គនាយកពន្ធដារកាលពីថ្ងៃទី2ខែមករាឆ្នាំ2026នេះគឺអគ្គនាយកពន្ធដារបានចេញសេចក្តីប្រកាសថ្មីមួយពាក់ព័ន្ធជាមួយនឹងការបច្ឆេទបញ្ជានៅលើការអនុវត្តពន្ធចំណេញមូលធនផ្នែកអចលនទ្រព្យអញ្ចឹងអបអរសាទរសម្រាប់បងប្អូនទាំងអស់គ្នាដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យអញ្ចឹងតកតងជាមួយនឹងពន្ធចំណេញមូលធនដែលខាងអគ្គនាយកពន្ធដារចេញសេចក្តីប្រកាសនៅក្នុងថ្ងៃទី30ខែតុលាឆ្នាំ2025កន្លងទៅនេះឥឡូវហ្នឹងត្រូវបានចេញសេចក្តីជូនដំណឹងបន្ថែមមួយទៀតហើយគឺសេចក្តីជូនដំណឹងពជាអញ្ចឹងពជានេះគឺពជារហូតទៅដល់ថ្ងៃទី1ខែ1ឆ្នាំ2027ទើបចាប់ផ្ដើមអនុវត្តអញ្ចឹងអបអរសាទរបងប្អូនទាំងអស់គ្នាសម្រាប់ក្នុងវិស័យអចលនទ្រព្យអញ្ចឹងសេចក្តីពជានេះមានបញ្ជាក់មួយតកតងជាមួយនឹងពន្ធចំណេញមូលធនដែលសម្រាប់ពីការលក់ឬក៏ផ្ទេរតកតងជាមួយនឹងភាគតិសន្យាទ្រព្យវិនិយោគគេឈ្មោះអាជីវកម្មនិងកម្មសិទ្ធិបញ្ញានិងរូបិយប័ណ្ណបរទេសគឺចាប់ដើមអនុវត្តធម្មតាចាប់ពីថ្ងៃទី1ខែ1ឆ្នាំ2026នេះលើកលែងតែពន្ធចំណេញមូលធននៅលើផ្នែកអចលនទ្រព្យទេត្រូវបានពន្យាមួយឆ្នាំទៀតអញ្ចឹងពន្ធចំណេញមូលធនផ្នែកអចលនទ្រព្យត្រូវបានអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2027តទៅអបអរសាទរជួបគ្នានៅវីដេអូក្រោយ